របៀបដាក់អាស័យដ្ឋាននៅក្នុងថៅប៉ាវជាដំបូងបងចូលទៅក្នុង app ថៅប៉ាវរួចចុចពាក្យថា account រួចចុចសញ្ញា setting ត្រង់ចំណុចនេះបងត្រូវដូរ version ទៅជាភាសាចិនសិនទើបពេល copy អាស័យដ្ឋានពី app VTS ងាយស្រួលបំពេញបានលឿននិងស្វ័យប្រវត្តិឥឡូវនេះបងសុំចូលទៅដូរ version ដោយជ្រើសពាក្យ global ដូររួចរាល់សូមបងចុចក្រឡោនដែលមានពណ៌ទឹកក្រូចរួចចុចត្រង់នេះរួចចុចសញ្ញា setting សម្រាប់បងដែលអត់ចេះភាសាចិនបងអាចចុចតាមខ្ញុំបានចូលដល់ត្រង់នេះសម្រាប់បងដែលទើបតែបង្កើត account ថ្មីមិនទាន់មានទីតាំងសោះចុចក្រឡោនពណ៌ទឹកក្រូចតែមកធ្លាប់មានទីតាំងហើយសូមបងចុចអក្សរពណ៌ទឹកក្រូចខាងលើនេះវិញអញ្ចឹងមុនបងបំពេញអាស័យដ្ឋានបងត្រូវចូល app VTS ដើម្បី copy អាស័យដ្ឋានជាមុនសិនបងចុចពាក្យឃ្លាំងទំនិញចុចលើឃ្លាំងខ្វាំងជើនៅតាមផ្លូវអាកាសចុចលើទម្រង់ app ថៅប៉ាវរួចចុចលើពាក្យ copy address copy រួចរាល់បងចូលទៅក្នុង app ថៅប៉ាវវិញដើម្បីបំពេញអាស័យដ្ឋានចុចលើអក្សរពណ៌ទឹកក្រូចរួចបងចុចលើពាក្យ allow pass រួចចុចលើក្រឡោនពណ៌ទឹកក្រូចម្ដងទៀតបងនឹងទទួលបានអាស័យដ្ឋានឃ្លាំងរបស់យើងបងត្រូវពិនិត្យនិងផ្ទៀងផ្ទាត់បន្ថែមទៅលើអាស័យដ្ឋានដែលបានបំពេញរួចរាល់បងត្រូវពិនិត្យបន្ថែមទៅលើលេខកូដដើម្បីជៀសវាងកុំឲ្យមានបញ្ហាពេលតំណែងមកដល់បងចុចលើក្រឡោនពណ៌ទឹកក្រូចដើម្បីធ្វើការ save បើសិនជាបងចង់ដូរទៅភាសាអង់គ្លេសវិញបងអាចចុចតាមខ្ញុំបានបងចុចថយក្រោយរួចធ្វើការចុចតាមខ្ញុំដើម្បីដូរភាសាដូររួចរាល់គ្រាន់តែចុច confirm រួចជាការស្រេចវីដេអូក្រោយយើងនឹងបង្រៀនពីរបៀបទិញទំនិញនៅក្នុង app ថៅប៉ាវនិងតាមដានទំនិញនៅក្នុង app VTS អរគុណបងសម្រាប់ការប្រើប្រាស់សេវាកម្ម VTS